ជំរាបសួរលោកគ្រូអ្នកគ្រូបាទដូចជាសួស្តីទៅដល់បងប្អូនទាំងអស់គ្នាហើយអញ្ចឹងយើងបាទសិក្សាពីនេះគឺគេហៅថាបូកដកប្រភេទដែលមានភាគបែងខុសគ្នាអញ្ចឹងដើម្បីធ្វើការបូកឬក៏ដកប្រភេទដែលមានភាគបែងខុសគ្នាបែបនេះគឺយើងមិនអាចបូកដោយការបូកដកប្រភេទដែលមានភាគបែងដូចគ្នាទេយើងក៏បីត្រូវតម្រូវភាគបែងវាឲ្យដូចគ្នាសិនទើបយើងអាចស៊ីសងគ្នាបានអញ្ចឹងយើងមើលនៅក្នុងនេះដើម្បីធ្វើឲ្យភាគបែងវាដូចគ្នាបាទគឺយើងចាំបាច់ត្រូវធ្វើ PPCM ឬក៏គេតាំងដោយ LCM គេហៅថាពហុគុណរួមតូចបំផុតមានន័យថាយើងត្រូវរកវាដើម្បីរកភាគបែងរួមបាទអញ្ចឹងឥឡូវយើងមើលនេះប្រភេទទី1នេះគឺដក1លើ8បូក5នៅលើ9អញ្ចឹងយើងឃើញថាភាគបែងនេះគឺ8ភាគបែងនេះ9ខុសគ្នាអញ្ចឹងដើម្បីធ្វើឲ្យដូចគ្នាគឺបាទយើងត្រូវរក PPCM របស់វាឬក៏គេតាំងដោយ LCM ដែលជាពហុគុណបាទរួមតូចបំផុតអញ្ចឹងយើងមើលលេខ8អញ្ចឹងកាលណាយើង LCM របស់វាយើងអាចបំបែកវាបានទៅជាប៉ុន្មានបាទ2គុណ2គុណ2 3ដងឬក៏យើងសរសេរថា2សេគុណ3បាទមួយទៀត9គឺមានលេខណាដែលគុណបានស្មើ9ខ្លះបាទអញ្ចឹងមានដូចជា3គុណឲ្យ3អញ្ចឹង3 3ដងគឺស្មើ9អញ្ចឹងយើងអាចសរសេរថា3ការ៉េឥឡូវយើងមើលពីហ្នឹងតើមានលេខណាដែលដូចគ្នាខាងលើនេះមានអត់មានទេប៉ុន្តែអញ្ចឹងបើសិនជាអត់មានគឺយើងត្រូវយកវាទាំងអស់យកវាមកគុណបញ្ចូលគ្នាបាទអញ្ចឹងយើងយកអីបានយើងបានបាទយើងយក2សេគុណ3គុណឲ្យ3ការ៉េអញ្ចឹងអា2សេគុណ3នេះគឺ8 3ការ៉េនេះគឺ9អញ្ចឹងគុណទៅយើងបាន72អញ្ចឹងមានន័យថាភាគបែងដែលយើងត្រូវយករួមគឺ72អញ្ចឹងយើងកន្លែងនេះយើងបានប៉ុន្មានយើងអាចដកគឺយើងទុកដដែលសិនទៅដក1នៅលើ8អញ្ចឹង8នេះយើងគុណប៉ុន្មានបាន72គឺគុណនឹង9អញ្ចឹងបើសិនជាវាគុណនឹង9ភាគយកវាត្រូវគុណនឹង9ដែរដូចគ្នាខាងនេះយើងបានបូកបាទ5នៅលើ9អញ្ចឹង9នេះយើងត្រូវគុណនឹងប៉ុន្មានដើម្បីស្មើ72គឺគុណនឹង8អញ្ចឹងបើក្រោមគុណ8ឥឡូវគុណ8ដូចគ្នាអញ្ចឹងកន្លែងនេះយើងសរសេរកាត់មកក្រោមតិចទៅអញ្ចឹងយើងបានមិននេះយើងបាន72តលើ1គុណ9គឺ9អញ្ចឹង9សញ្ញាដកនេះយើងរុញឡើងមកលើមកបានដក9បូកអានេះ72ដែរអញ្ចឹង5គុណ5គឺ25បានប៉ុណ្ណឹងអញ្ចឹងយើងឃើញថាភាគបែងដូចគ្នាហើយអញ្ចឹងបើភាគបែងដូចគ្នាគឺយើងអាចគណនាភាគយករបស់វាបានអញ្ចឹងឥឡូវយើងគណនាមកឃើញមែននេះ70 72អញ្ចឹងដក9បូក25ស្មើមែនគឺស្មើនឹង16លើ70 72អញ្ចឹងអានេះយើងយកសញ្ញាទៅតាមលេខដែលធំគឺបូក16លើ72អញ្ចឹងលេខនេះក៏យើងអាចសម្រួលបានតទៀតបើយើងសម្រួលលើក្រោមទៅយើងអាចស្មើនឹងប៉ុន្មានសម្រួលនឹង2ខាងលើនេះបាន8សម្រួលនឹង2ខាងក្រោមនេះបាន35 36ហ្នឹងហើយយើងចែក2ទៀតទៅអាហ្នឹងយើងក៏អាចសម្រួលតទៀតសម្រួល2តទៀតទៅបាន4អានេះបាន10 18សម្រួលទៅ2តទៀតអានេះបាន2អានេះបាន9អញ្ចឹងសម្រួលរហូតតតែយើងអស់សម្រួលឡើងកើតបាទអញ្ចឹងចម្លើយឃើញ2លើ9តោះអញ្ចឹងឥឡូវយើងអស់ហើយសំណួរកយើងមើលលំហាត់ខមួយទៀតទុកឲ្យគ្នាយើងធ្វើទាំងអស់គ្នាអរគុណបាយបាយ